Sẽ YouTuber ព្រាននេះក៏បានធ្វើវីដេអូ prank ទៅលើបរិសុទ្ធម្នាក់នេះលេងសោះស្រាប់តែគាត់ស្លាប់ភ្លាមតែម្ដងនៅកណ្ដាលព្រានហោះម៉ាឡេស៊ីអ្នកទាំងអស់គ្នាហើយទាំងដែលមិនដឹងថាបរិសុទ្ធម្នាក់នេះគឺជាបងប្រុសបង្កើតរបស់លោកគីមចុងអ៊ុនដែលជាបរិសុទ្ធដែលគួរឲ្យខ្លាចជាងគេបង្អស់នៅលើសកលលោកនេះជាវីដេអូរបស់លោកគីមឈូដែលគាត់កំពុងតែឈោមើលតារាង fly schedule ហោះហើររបស់គាត់តែម្នាក់ឯងនៅកណ្ដាលព្រានហោះម៉ាឡេស៊ីហ្នឹងណាភ្លាមនោះសត្វមានស្រីម្នាក់គឺរត់មកដល់គឺដូចលេងបិទពួនភ្នែកគាត់ចឹងណាបិទពីក្រោយភ្នែកគាត់ហើយវាថាគាត់មានអារម្មណ៍ថាបើសិនជា family ឬក៏អ្នកដែលគាត់ស្គាល់មកលេងបែបហ្នឹងវាអាចដែរប៉ុន្តែអត់មានពីណាគេដែលស្គាល់គាត់នៅម៉ាឡេស៊ីដែលលេងបែបហ្នឹងដាក់គាត់ទេព្រោះគ្រួសាររបស់គាត់សិតតែនៅប្រទេសចិនទាំងអស់គាត់មិនទាន់នឹងបានងាកបែរភ្នែកមកផងស្រាប់តែមានមនុស្សម្នាក់ទៀតមកដល់ខ្ទប់មាត់គាត់ទាំងដូចគ្នាវាថាយកអីមកប៉ះមុខគាត់អញ្ចឹងណាលេងទាំងដូចគ្នាចំនួន2នាក់ទន្ទឹមគ្នាតែម្ដងក៏បោកភ្នែកម្ដងលេងស្រឡាញ់កាត់ជិះក្មេងៗហ្នឹងមកធ្វើស្អីហ្នឹងលេងឲ្យឈួតឈួតអញ្ចឹងហើយក៏ចាប់បានដៃមនុស្សម្នាក់ហ្នឹងហើយគាត់និយាយថាអ្នកជាណាគេហើយម្នាក់ស្រីហ្នឹងក៏ឆ្លើយថាខ្ញុំសុំទោសហើយក៏ពីវាដៃចេញរត់ទៅបាត់ទៅភ្លាមហ្នឹងម្ដងមកទីអ្នកទាំងអស់ហ្នឹងគឺភ្នែករបស់គាត់មុខរបស់គឺចាប់ដើម burning តែមកគឺចាប់ដើមឆេះដូចក្តៅមែនទែនមកសើថាដូចភ្លើងអញ្ចឹងលើមុខហ្នឹងស្រាប់តែគាត់ធំបានគាត់ក៏រត់ទៅឲ្យខាងបុកលើខាងឲ្យព្រានហោះហ្នឹងក៏បានឲ្យគេនឹងជួយមើលគាត់ថាគាត់កើតអីបានមកគាត់មានអារម្មណ៍ថាគាត់កាហាយមុខក្តៅមុខខ្លាំងមែនអញ្ចឹងទៅដល់ពេលប្រាប់គេថាមានក្មេងស្រី2នាក់មកលេងបិទមុខគាត់លេងអីអញ្ចឹងគេសឹងថាមិនជឿផងដល់ពេលហើយគេក៏នាំគាត់ហ្នឹងទៅបន្ទប់ medical center របស់គេហ្នឹងreceptionist ប្រាប់គាត់ថាគាត់អង្គុយចាំផ្លែទៅព្រោះ doctor អត់នៅទេចាំប្រហែលជា1នាទីអញ្ចឹងនៅពេល receptionist ហ្នឹងមកវិញហៅ doctor មកគាត់បើជាអង្គុយសន្លប់នៅលើកៅអីហ្នឹងបាត់តែម្ដងរយៈពេលមិនត្រឹមតែ30នាទីផងដែលគេនឹងរៀបបញ្ជូនគាត់ទៅមន្ទីរពេទ្យគឺគាត់បានស្លាប់បាត់ទៅហើយគេក៏បានពិនិត្យដឹងថាគាត់ស្លាប់ដោយសារតែជាតិពុលម្យ៉ាងដែលមនុស្សស្រីពីរហ្នឹងគឺបានប៉ាទៅលើមុខគាត់ហ្នឹងគឺជាជាតិពុលដែល the most dangerous chemical ដែលគេយកមកធ្វើជាថ្នាំពុលដែលគេយកមកធ្វើជា weapon ដែលមានជាតិពុលខ្លាំង toxic ខ្លាំងជាងគេអស់លើពិភពលោកតែម្ដងហើយនៅលើជុំវិញពិភពលោក chemical បែបហ្នឹងគឺត្រូវបានហាមប្រាមជាច្រើនប្រទេសមែនទែនថាមិនឲ្យ stock នៅក្នុងប្រទេសរបស់ខ្លួនឯងច្រើនអីអញ្ចឹងព្រោះដោយសារតែអាហ្នឹងគឺគ្រោះថ្នាក់មែនទែនប៉ុន្តែអ្វីដែលហៅថាឆ្ងល់គេអ្នកទាំងអស់គ្នានៅពេលដែលគាត់ស្លាប់ហើយគេបានឆែកមើលកាបូបរបស់គាត់ហ្នឹងកាបូបរបស់អ្នកដែលគាត់បានស្លាប់ហ្នឹងគឺគេបានឃើញមាន passport ចំនួន4នៅក្នុងកាបូបហ្នឹងសិតតែ passport fake ចឹងអស់ passport ខុសៗគ្នា4ជាមួយនឹងលុយសុទ្ធរាប់សែនដុល្លារហើយអ្វីដែលចំណែកនោះទៀតគឺនៅក្នុងកាតាបរបស់គាត់ហ្នឹងគឺមានទឹកថ្នាំ12ដបតូចដែលជាថ្នាំដែលអាចបង្ក្រាបឬក៏ជាបានអាប្រភេទថ្នាំពុលដែលបានដាក់ទៅសម្រាប់គាត់ហ្នឹងឯងអញ្ចឹងវាកើតឡើងហេតុអីក៏គាត់មានថ្នាំបន្សាបនៅក្នុងកាតាបរបស់គាត់រហូតដល់12ដបបន្ទាប់មកគឺក៏បានស្រាវជ្រាវដឹងថាគាត់នេះគឺមិនមែនឈ្មោះគីមឈូនៅក្នុង passport fake របស់គាត់ហ្នឹងទេគឺគាត់មានឈ្មោះថាគីមចុងណាំឈ្មោះស្រៀងឯងគាត់នឹងហើយគឺជាបងប្រុសបង្កើតដែលឪពុកជាមួយគ្នាជាមួយនឹងលោកគីមចុងអ៊ុនមេដឹកនាំផ្ដាច់ការរបស់កូរ៉េខាងជើងអញ្ចឹងការស្លាប់មួយនេះវាគឺជារឿងចៃដន្យឬក៏មិនតែជាមែនទេមើលទៅប៉ុន្តែវាជារឿងចៃដន្យសម្រាប់ស្រីពីរនាក់នេះអត់វាជារឿងដែលហួសចិត្តបំផុតសម្រាប់ស្រីពីរនាក់នឹងព្រោះពីរនាក់ស្រីនៅពេលដែលគេចាប់គាត់បានហើយគឺគាត់បានសន្យាមួយថាស្បត់នៅមុខពិភពលោកតែម្ដងថាគឺគាត់អត់ដឹងរឿងអីទាំងអស់គាត់ដឹងថាអ្វីដែលគាត់បានប៉ះទៅលើមុខបរិសុទ្ធនឹងធ្វើឲ្យបរិសុទ្ធនឹងស្លាប់គាត់ដឹងថាបរិសុទ្ធនឹងជាពីណាគេគឺគាត់កំពុងតែធ្វើវីដេអូ prank គាត់គឺជាតួពីរនាក់នៅក្នុងផ្នែកនៃការធ្វើវីដេអូ prank លេងសើចតាមផ្លូវតាមpublic អីចឹងណាដើម្បី post ក្នុង YouTube ដើម្បីឲ្យល្បីឲ្យបានលុយហើយការប៉ັດគឺវាអញ្ចេះក្នុងចំណោមមនុស្សពីរនាក់ហ្នឹងមនុស្សទី1ដែលមានឈ្មោះយើងហៅគាត់ថា CD ចុះហើយ CD ហ្នឹងគឺគាត់ជាជនជាតិឥណ្ឌូនេស៊ីគាត់កើតមកនៅខាងស្រុកសែនៅខាងភូមិមួយនៅឥណ្ឌូនេស៊ីអញ្ចឹងគាត់ជាកូនក្មេងដែលគឺថាក្រក្នុងគ្រួសារក្រគាត់ខំប្រឹងធ្វើការធ្វើស្រែធ្វើអីចឹងដល់ពេលថ្ងៃមួយក៏មានក្តីសង្ឃឹមថាគាត់ចង់មកទីក្រុងដល់ពេលចឹងទៅគាត់ក៏មកទីក្រុងដើម្បីធ្វើការរោងចក្ររលុយឲ្យផ្ញើលុយទាំងអស់រាល់ខែរាល់ឆ្នាំគឺឲ្យឪពុកម្ដាយតែម្ដងដល់ពេលហើយគាត់ក៏មានប្តីមានកូនចឹងដល់ពេលគាត់មានកម្មកូនជាមួយប្តីក៏លេងលះជាមួយនឹងប្តីនោះក៏យកកូនទៅបាត់ទៅគាត់ក៏ធ្វើការជាអ្នកម៉ាស្សាយជាមួយជាពីចឹងទៅដល់ពេលហើយគាត់មានក្តីសង្ឃឹមថាគាត់ចង់ធ្វើជាតារាដែរអញ្ចឹងដល់ពេលចឹងទៅក៏ថ្ងៃមួយជិះតាក់ស៊ីទៅតាក់ស៊ីបានហុចណែមកាត់មួយថាមានបរិសុទ្ធម្នាក់ជាជនជាតិជប៉ុនហើយគាត់ហ្នឹងគឺកំពុងតែរកអ្នកដែលចង់ធ្វើវីដេអូ prank ដើម្បីធ្វើជាតួធ្វើជាអីចឹងទៅដើម្បីបានលុយក្នុងមួយវីដេអូហើយអាចចង់ដើម្បីចុះដល់ពេល CD នឹងលឺចឹងថាអូខ្លួនឯងកំពុងចង់រកលុយស្រាប់ផងហើយកំពុងពិបាកជីវិតពិបាកផងអញ្ចឹងក៏ទេទៅអាប៉ែហ្នឹងក៏ប៉ុន្តែអាប៉ែហ្នឹងគឺមិនមែនជនជាតិជប៉ុនទេគាត់គឺជាជនជាតិកូរ៉េខាងជើងដែលជាគេហៅជនបង្កប់ spy របស់កូរ៉េខាងជើងហ្នឹងអញ្ចឹងគេក៏បាន train ឲ្យគាត់ហ្នឹងធ្វើជាណែនាំគាត់ទៅ manager របស់គាត់ម្នាក់មានឈ្មោះថា Mr. Chen ក៏ប៉ុន្តែ Mr. Chen ក៏ជា spy របស់កូរ៉េខាងជើងហ្នឹងដែរសិតតែគ្នាគេទាំងអស់ហើយម្នាក់ផ្សេងមួយទៀតនេះគឺយើងហៅឈ្មោះគាត់ថាដូនចុះហើយគាត់ដូនហ្នឹងគឺគាត់ជាជនជាតិវៀតណាមអញ្ចឹងគាត់គឺកំពុងតែរស់នៅប្រទេសវៀតណាមសុខគាត់ជាក្មេងស្រីដែលដូចថាខំរៀនដូចគ្នាជាក្មេងល្អនៅក្នុងសាលាហើយគាត់ខំបង្រៀនរហូតដល់ graduate រហូតដល់បញ្ចប់ការសិក្សាប៉ុន្តែដល់ពេលបញ្ចប់ការសិក្សាហើយគាត់ក៏អត់មានដូចថាពិបាករកការងារធ្វើគាត់ក៏ធ្វើជា modeling ធ្វើជាអ្នកដែលធ្វើការក្នុង pub ក្នុងអីធម្មតាអញ្ចឹងណាដល់ពេលអញ្ចឹងទៅក៏បានស្គាល់ជាមួយអ្នកប៉ែកកូរ៉េហ្នឹងក៏បានណែនាំតែកូរ៉េហ្នឹងក្រុមផ្សេងទៀតពី
2អ្នកផ្សេងទៀតក៏បានណែនាំគាត់នឹងឲ្យមកចូលធ្វើជាអ្នកដែលធ្វើជាវីដេអូប្រេងជាមួយគ្នាអញ្ចឹងគេក៏ប្រហាត់2អ្នកហ្នឹងតែប្រហាត់នៅប្រទេសផ្សេងគ្នាអត់មានឲ្យស្គាល់គ្នាទេអញ្ចឹងវីដេអូដែលចេញដំបូងធ្វើជាឲ្យម្នាក់ស្រីហ្នឹងថើបពីណាគេកំពុងដើរតាមផ្លូវហើយដល់រត់អញ្ចឹងអូសុំទោសគេរត់អញ្ចឹងណាដំបូងគេចាប់ដើមពីការថើបមុនសិនហើយគេចាប់ដើមពីការយកម្សៅលាបមុខចាប់ដើមពីការយកអុយយកអីលាបមុខគេឲ្យរត់អីអញ្ចឹងធ្វើជាសុំទោសរត់អីអញ្ចឹងទៅវីដេអូបែបហ្នឹងហើយគេក៏ធ្លាប់នាំគាត់ហ្នឹងណាមក train អាវីដេអូផ្លែងលេងបែបហ្នឹងនៅក្នុងប្រទេសខ្មែរដូចគ្នាដែរដល់ពេលហើយយូរទៅគេក៏នាំគាត់ថាអូខេអ្នកឯងមាន passport មានអីទេខ្ញុំនាំអ្នកឯងទៅធ្វើវីដេអូផ្លេងរហូតដល់ប្រទេសម៉ាឡេស៊ីចឹងគឺគាត់សប្បាយចិត្តទេព្រោះគាត់ដែរហោះហើរទៅប្រទេសគេគាត់មានអារម្មណ៍អូគាត់ប្រហែលជាល្បីមើលទៅធ្វើវីដេអូបានលុយបានល្អឲ្យច្រើនណាព្រោះក្នុងមួយវីដេអូគឺគេឲ្យគាត់$100អញ្ចឹងគាត់ក៏ហោះទៅម៉ាឡេស៊ីហ្នឹងដែរទៅថ្ងៃទី13ខែ2ឆ្នាំ2017ពួកក្រុមហ្នឹងក៏បានបោកបញ្ឆោតឲ្យគាត់ហ្នឹងគឺមកធ្វើការប្រេននៅក្នុងពលានហោះតែម្ដងពលានហោះម៉ាឡេស៊ីគេក៏បានចាក់ប្រភេទជាអុយជាដូចទឹកខ្លាញ់អ្វីម្យ៉ាងទៅលើដៃរបស់គាត់រៀងស្វ័យមីអញ្ចឹងដល់ពេលអញ្ចឹងគាត់កាន់គាត់មានអត់អួយគួយខ្ពើមអញ្ចឹងទៅហើយក៏បានប្រាប់ថាអ្នកឯងដាក់អាទឹកហ្នឹងលើដៃហើយអ្នកខ្ញុំយកប៉ះមុខព្រោះវាស្អុយខ្លាំងឬក៏វាអាចមាស់ឬក៏អីអញ្ចឹងណាគេក៏ហៅគាត់បែបហ្នឹងអញ្ចឹងគាត់បើហ៊ានប៉ះអីផ្សេងគាត់ដាក់ទៅលើដៃគាត់ហើយគាត់ក៏ចូលចាំថាអូខេឥឡូវទៅប្រេងណាគេអញ្ចឹង Mr. Chen គាត់តែងតែរើសបរោះឬក៏សរសៃមួយណាតែគាត់ត្រូវឲ្យប្រេងដាក់អញ្ចឹងទៅគាត់ក៏និយាយថាអូខេបរោះម្នាក់គាត់ទៅចូលគឺចូលទៅលោកគីមចុងណាំហ្នឹងតែម្ដងតែកំពុងតែឈោមមើល fly ម្នាក់ឯងនៅកណ្ដាលពលានហោះហ្នឹងហើយមកក្រុមទៀតនៅខាងក្រុមដូនដែលជាជនជាតិវៀតណាមនេះគឺគាត់ចោតរងចាំដើម្បីទៅប៉ាតមុខអបិនឹងដូចគ្នា2នាក់អញ្ចឹងក៏ពេលដល់ម៉ោងគឺគាត់ក៏និយាយថាអូខេរត់ទៅប៉ាតអបិហ្នឹងទៅប្រេងអបិហ្នឹងទៅក៏រត់ទៅដល់គឺយកទៅប៉ាតភ្នែកមានថាយកអាខ្លាញ់ហ្នឹងទៅបិទភ្នែកអបិហ្នឹងដំបងគេហើយអ្នកស្រីទី2ហ្នឹងរត់មកដល់មកប៉ាត់មុខមកតង់ទៀតអញ្ចឹងវា2តង់ស្បែកប៉ាត់2តង់ព្រមទៅ2អ្នកធ្វើអីរឿងហ្នឹងគឺវាអញ្ចឹងអាប្រភេទជាតិប៉ូថុកសិកនេះអ្នកទាំងអស់គ្នាដែលជាប្រភេទវាដូចជាទឹក liquid ដូច oil អញ្ចឹងហើយវាជាប្រភេទគីមីដែលគ្រោះថ្នាក់បំផុតនៅលើសកលលោកដែលមានឈ្មោះថា VX ប្រភេទ VX នេះតែហ៊ានប៉ះទៅលើស្បែករបស់យើងកន្លែងណាគឺវានឹងចូលទៅក្នុងស្បែករបស់យើងចូលទៅក្នុង system របស់យើងហើយវានឹងចូលទៅដល់គឺវាកាត់ផ្ដាច់ប្រព័ន្ធតាក់ទង connection between អាខួរក្បាលរបស់យើងជាមួយនឹងសាច់ដុំរបស់យើងតែម្ដងហើយយើងនឹងចាប់ផ្ដើមសពដង្ហើមរបស់យើងលេងកើតដកដង្ហើមលេងកើតយើងនឹងស្លាប់ភ្លាមតែម្ដងក្នុងរយៈពេលប្រហែលនាទីតែគេចាំបាច់ប្រើមនុស្ស2នាក់ទៅសម្រាប់អញ្ចឹងទៅអីចឹងមានថាខ្ញុំឧទាហរណ៍ណានេះណាឧទាហរណ៍ថាអក្សរ V អក្សរ X និងឈ្មោះ VX អញ្ចឹងម្នាក់ស្រីដំបូងនេះគឺកាន់ប្រភេទ chemical ឈ្មោះ V ចុះដល់ពេលម្នាក់ស្រីទី2កាន់ chemical ប្រភេទឈ្មោះ X ដល់ពេលឲ្យ2នាក់ហ្នឹងគឺកាន់ម្នាក់តែ50% ម្នាក់អញ្ចឹងនៅពេលដែលគាត់កាន់តែម្នាក់50%ម្នាក់គឺវាអត់សើអីទេប៉ុន្តែដល់ពេលយកទៅប៉ាត់លើមុខអបិហ្នឹងទាំង2នាក់មានថា50មុខ50គឺ100ទៅលើមុខរបស់គាត់តែម្ដងហើយនៅពេលដែលប៉ាត់ទៅលើមុខហើយនឹងភ្នែកគឺជាតំបន់ដែលងាយចូលទៅដល់ខួរក្បាលលឿនជាងគេបងងាយចូលទៅក្នុងខ្សែឈាមលឿនជាងគេមកជាពិសេសគឺភ្នែកតែម្ដងអញ្ចឹងហើយបានជាគាត់គឺសាប់លឿនភ្លាមតែម្ដងតែដោយសារតែភ្លាមហ្នឹងគឺពួកស្ប៉ែហ្នឹងបានគាត់ថាបើសិនជាពេលលេងហើយគឺត្រូវតែលាងដៃភ្លាមអញ្ចឹងពេលហ្នឹងក៏មានអារម្មណ៍ថាអូដូចបាល់ដៃញ៉ៃគាត់ត្រូវលាងដៃភ្លាមព្រោះសារប្រភេទគីមីនេះវាគ្រោះថ្នាក់ខ្លាំងមែនប៉ុន្តែវាអាចលាងជ្រះដោយសាប៊ូធម្មតាហើយណាមួយទៀតដោយសារគាត់គឺប៉ះទៅលើបាតដៃទេបាតដៃគឺជាតំបន់គឺស្បែកដែលក្រាស់ជាងគេក្នុងតំបន់រាងកាយរបស់យើងទាំងមូលតែម្ដងគឺបាតដៃក្រាស់ជាងគេអញ្ចឹងគឺវាអត់ងាយចូលទេហើយណាមួយដោយសារគាត់កាន់តែមានថា50%ម្នាក់មិនប្រភេទគីមីសម្រាប់100%ទេហើយគាត់លាងដៃបានចេញភ្លាមទេអញ្ចឹងមកជាគាត់គឺអត់មានបញ្ហាទេអញ្ចឹងតើជីវិតរបស់ស្រី2នាក់ហ្នឹងបន្ទាប់ទៀតតើនឹងមានរឿងកាត់ឡើងចំពោះគាត់ហើយចំពោះពួកក្រុមស្ប៉ៃទាំងប្រមាណអ្នកទាំងអស់ហ្នឹងតើរួចខ្លួនចេញពីប្រទេសម៉ាឡេស៊ីដែរទេហើយហេតុអីបានជាលោកគីមចុងណាំគាត់ទៅប្រទេសម៉ាឡេស៊ីទៅអីហើយហេតុអីក៏លោកគីមចុងអ៊ុនក៏ព្យាយាមសម្រាប់បងប្រុសបង្កើតរបស់ខ្លួនឯងនៅប្រទេសម៉ាឡេស៊ីហ្នឹងទៅអីខ្ញុំនឹងបកស្រាយប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូវគ្គ2ខាងមុខនេះ